ស្រីនឹងអរគ្នាខ្ញុំធីបថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅញ៉ាំអីមួយខ្ញុំថ្ងៃហ្នឹងផ្លានថាទៅញ៉ាំមីចាន់ហើយប៉ុន្តែពេលទៅដល់កន្លែងគេឃើញមនុស្សច្រើនពេកហើយកន្លែងខ្ញុំទៅពីលងស្ទះពេញហ្នឹងឯងចឹងក៏សម្រាប់ចិត្តថាបកមកញ៉ាំមីហាលនៅចិត្តផ្ទះវិញឥឡូវពួកខ្ញុំបានមកដល់ក្នុងហាងគេហើយតែកំពុងមើលមិនដឹងថាគួរញ៉ាំអីគេមានច្រើនមុខឲ្យយើងរើសដែរដល់ចឹងទៅតែមានជំរឿច្រើនទៅកាំងបណ្ដោយអត់ដឹងគួរញ៉ាំអីគេដោយសារមីគេឡាយចំអិនអត់តាន់ហើយអញ្ចឹងពួកខ្ញុំក៏នាំគ្នាផឹកទឹកសិនណាមួយក្តៅផងដោយសារយើងជិះទៅកន្លែងហាងមីចិននៅកន្លែងហ្នឹងហើយពេលជិះមកវិញទៅស្ទះដល់កហ្មងពេលចង់ទៅវាហត់ហ្មងឡើងអស់កន្លងកលីងក៏ជិះម៉ូតូចង់រាប់ម៉ោងហើយតែវាហួសចិត្តត្រង់ចាផ្លានទៅញ៉ាំមីចិននៅកន្លែងហ្នឹងឆ្ងាយតែចឡើងមកញ៉ាំមីហើយចិត្តផ្ទះដែរខំជិះម៉ូតូឡើងហត់ស្ទះផងអីផងសាំហ្មងបន្ទាប់ពីចាំមកស្ទូឥឡូវអីដែលខ្ញុំកំងបានមកដល់ហើយប៉ុន្តែមកតែមួយទេនេះណានឹងគេហៅនំមួយគេនំស៊ូស៊ីមែនអត់ច្បាស់ផ្លេចបាត់ហើយនេះនំគេតំណងដែរហ្នឹងហើយគេរៀបចំមកឡើងសាំច្រៀងច្រើនដែរតែប្រហែលរៀលទេហើយគេមានដាក់អសដាក់អីទៀតគេដេកនឹងស្អាតរបស់គេហ្នឹងបន្ទាប់ពីនំមកដល់ភ្លាមម្នាក់គឺចាប់ញ៉ាំតែម្ដងដោយសារឃ្លានខ្លាំងហត់ផងជីម៉ូតូស្ទះផងក៏ចាប់ផ្ដើមញ៉ាំបដ ாய் ញ៉ាំហ្នឹងញ៉ាំលេងញ៉ាំចាំមីដោយសារពួកខ្ញុំកំងមីដែរប៉ុន្តែត្រឹមតែមីមកដល់ហ្នឹងអានំហ្នឹងវាជិតអស់បាត់ហើយចង់ឆ្អែតបាត់ហើយហ្នឹងត្រឹមតែបានញ៉ាំមីនំគេឆ្ងាញ់ណាស់អ្នកនរគ្នាដាក់មួយម៉ាត់ទៅជាតិហ្មងប្រហែលជាខ្ញុំអត់សូវញ៉ាំវាបានតែខ្ញុំញ៉ាំទៅឆ្ងាញ់ដឹងមិនដោយសារខ្ញុំរាប់ខែមកខ្ញុំតែញ៉ាំពួកហ្នឹងញ៉ាំមិនសូវជាញ៉ាំញឹកញាប់ទេហើយញ៉ាំបដានិយាយគ្នាបដាមើលឆ្វេងមើលស្ដាំបដាតែឃើញហាងគេរៀបចំស្អាតដែរប៉ុន្តែខុសម្យ៉ាងត្រង់ខ្ញុំអង្គុយខុសកន្លែងអង្គុយអត់ចំផ្សេងតិចអញ្ចឹងរៀងក្តៅបន្តិចតែបើពិតទៅគេដាក់ផ្សេងតិចហើយតែវាអត់ដល់កន្លែងខ្ញុំវានៅគៀននោះឥឡូវខាងបងគាត់ចូលមីមកឲ្យហើយដំបងយកមកមួយចានសិននេះណែមួយចានទៀតអញ្ចឹងនិយាយថាញ៉ាំនំនឹងឆ្អែតទៅនឹងត្រូវតែបានមីញ៉ាំមីមកដល់ភ្លាមក៏នាំគ្នាញ៉ាំតែម្ដងមីគេលតណងនេះមើលអ្នកនរគ្នាឃ្លានតែម្ដងស្រក់ទឹកមាត់ហើយរូបរាងស្អាតហើយឆ្ងាញ់ទៀតអែមអានេះនំជីតអស់ហើយទ្រាំតែបានមីញ៉ាំហើយបងគាត់ចាប់ផ្ដើមញ៉ាំបដាហើយតែខ្ញុំអត់តនេះដោយសារក្តៅចាំដល់រឿងតែជែកក្តៅទៅវាញ៉ាំអត់សូវឆ្ងាញ់ណាបើយើងញ៉ាំទាំងក្តៅខ្ញុំមីតរៀងតែបន្តិចបានខ្ញុំចូលចិត្តញ៉ាំទាំងក្តៅយ៉ាងសេចំណូលនេះអញ្ចឹងទ្រាំតែមីតិចក៏ធ្វើការញ៉ាំអានំនឹងញ៉ាំនឹងចិត្តអស់អ្នកនរគ្នាសូមឲ្យអ្នកនរគ្នារីកខមមិនខ្ញុំមួយរងថ្ងៃពិបាកត្រង់ថាវាដឹងទៅញ៉ាំអីនៅណាម្នាក់អរគ្នាស្គាល់កន្លែងណាតំណងអីជាខមមិនប្រាប់ផងណា
បន្ទាប់ពីញ៉ាំហើយពួកយើងក៏ចេញទៅផ្ទះចឹងវីដេអូមួយញ៉ាំមីរបស់ខ្ញុំត្រូវបានបញ្ចប់អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ